បាទសូមគោរពនឹងជម្រាបសួរអ៊ំពូមីងវិជាកសិករទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងនិយាយអំពីបញ្ហាតម្លៃស្រូវដែលនៅប្រទេសវៀតណាមសម្រាប់ថ្ងៃទី25ខែកញ្ញាឆ្នាំ2025នេះបាទហើយចំពោះតម្លៃស្រូវអង្ករនៅទីផ្សារប្រទេសវៀតណាមគឺថានៅត្រឹងដដែលហើយតម្រូវការទិញលក់នោះគឺមានសកម្មភាពនៅមធ្យមទេបាទហើយយើងនិយាយអំពីតម្លៃស្រូវEA ហើយនិងស្រូវ OM ព្រោះជាធម្មតានៅប្រទេសកម្ពុជាយើងគាត់ដាំជាច្រើនគឺតម្លៃពូជស្រូវ EA និង OM បាទចំពោះ EA 504គឺនៅរង្វង់ពី5000ទៅ5100ដុងក្នុង1គីឡូក្រាមដែលស្មើទៅនឹង759រៀលទៅ774រៀលខ្មែរណាបាទក្នុង1គីឡូក្រាមចំពោះតម្លៃស្រូវ OM 5451នៅរង្វង់5900ទៅ6000ដុងក្នុង1គីឡូក្រាមដែលស្មើនឹងខ្មែរលុយខ្មែរគឺ895ទៅ910រៀលក្នុង1គីឡូបាទនេះគឺជាតម្លៃស្រូវដែលធ្វើការជួញដូរនៅប្រទេសវៀតណាមអញ្ចឹងប៉ុន្តែនៅក្នុងប្រទេសវៀតណាមអាចថាតម្លៃរបស់គេនឹងរៀងឡើងជាយើងបន្តិចព្រោះថានៅគេគឺទិញផ្ទាល់តែម្ដងហើយយើងត្រូវឆ្លងប្រទេសអញ្ចឹងអាចថាតម្លៃនៅក្រោមនឹងអញ្ចឹងបងប្អូនអ៊ំពូមីងជាកសិករទាំងអស់គ្នាបាទហើយជំរឿមានតម្លៃស្រូវគេប្រែប្រួលយ៉ាងណាទៀតខ្ញុំនឹងអាប់ដេតជូនអ៊ំពូមីងទាំងអស់គ្នាដើម្បីតាមដានពីតម្លៃស្រូវនៅប្រទេសវៀតណាមដែលយើងភាគច្រើនគឺលក់ទៅឲ្យប្រទេសវៀតណាមបាទហើយចំពោះពូជស្រូវ OM ឬក៏ EA ឬបច្ចុប្បន្នដូចជាមានប្រភេទពូជស្រូវផ្សេងទៀតរបស់វៀតណាមដែលកំពុងតែធ្វើការចរាចរណ៍នៅស្រុកខ្មែរនេះដែរបាទប៉ុន្តែឃើញថាមិនទាន់ជាសម្បូរបែបយ៉ាងណានៅឡើយទេបាទជាចុងក្រោយសូមអរគុណអ៊ំពូមីងវិជាកសិករទាំងអស់គ្នាបាទសូមជម្រាបលា